សម្ពុទ្ធសាចឹងយើងបន្តដំណើរយើងទៅមុខទៀតអមណាចឹងមុននឹងចាប់ដើមបន្តមេរៀនយើងទៀតយើងធ្វើការរំលឹកបន្តិចសិនអញ្ចឹងយើងរំលឹកមកវិញទាំងអស់អ្វីដែលយើងបានសិក្សាកន្លងមកណាអមណាតាឥឡូវនៅក្នុងភាសាបាលីគេសន្មតលើគេហ្នឹងមានលើកខ្ញុំនិយាយដែរបងចាប៉ុន្តែមិនយូរទេដូចសម្លេងក្មេងបងបើកញូតសុំបិទញូតផងបាទតោះអញ្ចឹងយើងធ្វើការរំលឹកមេរៀនយើងណាជាធម្មតាយើងរៀនត្រូវការរំលឹកឡើងវិញនៅអ្វីដែលយើងបានរៀនកន្លងមកតែនៅក្នុងភាសាបាលីគេចែកចេញជាព្យញ្ជនៈប្រមាណតួព្យញ្ជនៈ33តួ33តួណាចាតអំភាសូត្រព្យញ្ជនៈ33តួមើលកខៈកៈខៈងៈចៈឆៈចៈឆៈញ៉ាំងដាក់ថាដេឆៈណាំងពៈផៈបផៈពៈភៈមៈយៈរៈលៈវៈសហលៈអង្អមភ្លេចតាក់មួយហើយអមមានឡងរបស់គេទេម្លងមកជួឡងតាក់ភៈនេះអូតថាតៈភៈនេះបផៈពៈភៈមៈយៈរៈលៈវៈសហលៈអង្ហើយកូនហ្នឹងហើយចាសាធុអមកូនចាំអំភាចេះសូត្រដែរតាមិនស្មានគាត់អត់ចេះសូត្រមនុស្សគេមិនអត់មើងងាយមនុស្សទេណាកូនអត់បាយបកាយជាងខ្ញុំអត់ចាំទេឥឡូវតទៀតណាឥឡូវចុះស្រៈមានប៉ុន្មានតួស្រៈមាន8តួស្រៈមាន8តួចាតា8តួមានអីខ្លះអាអ៊ីអ៊ីអ៊ូអេអោហើយនៅក្នុងស្រៈ8តួហ្នឹងចែកចេញជាប្រមាណប្រភេទចែកចេញជា2ប្រភេទទៀតគឺស្រៈគឺស្រៈនិស័យនិងស្រៈពេញតួស្រៈពេញតួស្រៈនិស័យនិងស្រៈគេមិនស្រៈពេញតួណាតែខ្ញុំអត់ដៅយកកន្លែងហ្នឹងទេសារៈឬទីខៈយកសារៈទីខៈលោកគ្រូមើលអានបល័យគេច្បាស់មើលអីគេម្ដងទៀតមើលទី1ស្រៈសម្លេងខ្លីរស័ករស័កណាចារស័កចូលសម្លេងវែងទីខៈរស័កមានប៉ុន្មានតួរស័កមាន3តួអអ៊ីអ៊ូស្រៈទីខៈមាន5តួអាអ៊ីអេអោចាអេអូពីព្រោះកន្លែងដែលខ្ញុំដែលថាចង់ពោលដល់កន្លែងតាក់ទងអីគេស្រៈនិស័យនិងស្រៈពេញតួនោះខ្ញុំអត់ចង់និយាយពីព្រោះអីវាមិនមែនជាភាសាបាលីទេភាសាខ្មែរយើងទេកំណត់ណាយល់អត់ចាយល់ខ្មែរយើងទេនៅក្នុងបាលីអត់មានស្រៈនិស័យស្រៈពេញតួអត់មានអីទេចាគេចែកថារស័កហើយនឹងទីខៈណារហូតមកតាតយោរាសាអញ្ញេទីខៀអញ្ចឹងគេមានតែពាក្យរស័កនិងទីខៀទេទីខៈទេតែខ្មែរយើងទេដោយសារខ្មែរយើងទេបានទៅជាអីគេបានទៅនឹងស្រៈពេញជំនះនិងស្រៈនិស័យចាហើយសំទោសស្រៈពេញតួខ្មែរយើងទេហ្នឹងហ៎មិនជាភាសាបាលីទេចាបាលីចែកចេញពីតានេះតែ2ទេរហូតមកតាតយោរាសាអញ្ញេទីខៀចឹងមានថាស្រៈរស័កហ្នឹងមាន3តួគឺអអ៊ីអ៊ូណោះចាហើយស្រៈសំឡេងវែងដែលហៅថាទីខៈហ្នឹងមាន5អ៊ីអាអូអ៊ីអេអោអេអូចាណាមាន5ហ្នឹងពីព្រោះចេះរំលឹកទៅដោយសារកន្លងមានអ្នកថ្មីចេះចូលមកតែមិនចូលអីចឹងយើងចេះរំលឹកឡើងវិញខ្លះទៅខ្ញុំថ្មីហើយកន្លង2ថ្ងៃលោកគ្រូកន្លង2ថ្ងៃហ៎ចាដោយសារខ្ញុំហៅបន្ទប់អត់ខើមកចង់អូនចាតែមកទៀតណា
cho nơi khăn chuyên cho nè Sam sẽ bay tu nâng thì chạy chia vẽ ấy khá chạy chia pram vẽ là cô chia cả vẽ chạ vẽ đặt vẽ tạ vẽ tạ vẽ vẽ chạ vẽ bạ vẽ tạ vẽ vẽ bảo vẽ cho vẽ 10 tiết đó vẽ 10 tiết cứ vẽ 10 tiết nó cứ vẽ kia hả nó mình vẽ đâu mình vẽ đâu cha vẽ ồ vẽ kẹt từng áo mình mình vẽ bao con đây toàn là vẽ vẽ kia nó viêm mẹ nó ngà tăng pram nè đọt tây phi pram hàng lử tôi được không chẳng có vi chi vẽ bao kia bao viêm mùi đây cha này nghe cho nơi khăn cho nhìn Sam sẽ bay tua nó nghe bay dân trai chia khô sạ miên màn tù ở đây gì cho khô sạ môn cho khô sạ miên màn tù miên tua nào làm nó môi tua miền đập môi tua tua là pro miền đập môi tua bạ ơi nó xa tua nào khác chồng cạ kha tạ cạ hạ kha tạ hạ tạ hạ tạ hạ nâng xạ môi tạ môi tiệt chẳng mẹ tua tí mũi tua tí pi được nông vẽ tán pram chẳng pra nè vẽ nhưng vẽ tăng pram dạ nè và ta vô tua tí mũi nâng tua tí tivi tí pi nè tí mũi tí pi tí mũi tí pi tăng pram vẽ nâng máu pi pram đó đỏ ai bốc nâng sắc như mũi tiệt nè xã nó gặp kê son bật hai vị trí khô xã đây chẳng lang tới lang bàn đọt mùi nó cha khô xã miên đọt mùi tua các hạ chẳng nào chỉ đào ta cho khô xã và pay mà pay môi thấy miền tây môi tua qua vậy ta có cho sạc vậy sam bay quay xong pay pi phải môi ta chẳng ở đây chẳng công bậc hai c thấy môi tê của ăn do ăn cha ăn do ăn tê cha cha chẳng bà mà phay mùi tua vô tua na class chẳng môi vô tua độ đi nó đọ đi chanh nè dạ chẳng đọ tua tí mùi tí pi chanh chẳng bà đọ tua tí mùi tí pi chanh mình so tua tí 3 tí 4 tí pram dạ chẳng tua tí 3 tí 4 tí pram được nâng vẽ đáng pram chẳng mẹ thạ 3 con nâng pram bà đây đập hẻm bà đây đập hẻm môi bà và tay được nông vẽ kia đó nè được nông vẽ vẽ được nông vẽ miên màn túa miền của môi cô vô ta cùng mùi tua thì được nông vẽ nó vì miên bầm pal tu ấy cha miền bầm miền bầm pal tu ở đây nhưng vì ấy khá nhưng vì ăn đi môi môi vì hay sạ sẵn đi cái dân đọ trên mặt đây chẳng do tập pram mình cha do má bỏ mớ so bằng môi so cùng mùi có tôm tôm ấy cái vẽ kia mà miền tập pal đấy miền váy vậy dạ rẻ có máu môi pi bay buồn pram bỏ môi phớ bảy chân những đọ pi xó bỏ môi cha độ sạ chân ta mà phay môi chẳng ai mà phay môi thì nó chẳng ăn ní ở ban châu không ấy nè khô xạ co mình chỗ khô xạ co mình chỗ chẳng cái ai mua viêm mấy mùi đi cái hai phụ ấy nha đấy khô xạ vì một mình khô xạ mới có thể khô xạ vì một hay tiện là khô xạ nâng khô xạ nâng mình không cầm pi vì co bà lấy đó nè tiện nâng miên pra nâng không cầm pi sang thật của không ca tay cầm pi thì sao bà lấy nâng cứ kia tay tranh pi miên tha miên tầm nóm á đôi cầm pi sang thật tê tại còn thằng vô mà này hôm nay đi bảo bay ấy chân tờ và ca vì co bay ấy chân tờ tả lên từ một tiết mấy cái mà dạng đang ấm đang bàn mà nắng ra nhé đang bàn ra được rồi đang bàn ra đấy đang tả lên bạch từ một tiết mong ta no xa khi là pro
បាទ លោកគ្រូមិញកន្លែងអក្សរសាស្ត្រមិញមាន21លោកគ្រូ ខុសសាក់មិនទេអខុសសាក់មាន11 អក្សរសាស្ត្រមាន11ដល់ពេលខុសសាស្ត្រមាន21ដែរលោកគ្រូ ហ្នឹងហើយខុសសាក់មាន21វិញ ចាលោកគ្រូកាត់តនឯលោកគ្រូ តនហើយ តនឯលោកគ្រូកាត់លោកគ្រូអក្សរសាស្ត្រយើងរាប់កខចឆដថតឆបផ យ៉ាងកាក់ ហើយបូកសមួយទៀតបូកសាក់មួយទៀតលោកគ្រូ ណាបុកសាក់មួយទៀត ត្រូវលោកគ្រូខ្ញុំកាត់តាមលោកគ្រូមក តួទី1តួទី2ណាយកតួទី1តួទី2ក្នុងវគ្គទាំង5ហ្នឹងមកហើយបុកនឹងសមួយទៀតណាសាក់តន់ហើយ តនលោកគ្រូ អត់លំបាកទេអានេះគឺជាការសន្មតងាយប៉ុណ្ណាយើងចាំអាការគេសន្មតនឹងបានគឺចេះហ្នឹងឯងតែអត់នៅក្នុងនេះអត់មានតួបរមត្តអីទេណាតិចទៅរកបរមត្តក្នុងកាំងស្អីគេរកចាញ់ទេកាក់អសនេះបរមត្តគឺស្អីគេនេះកាក់អសនេះ អូមកជាកានលោកគ្រូ កអមបាច់បាយហ្មងលោកគ្រូបញ្ជាក់ តមកជាកាន ចាញ់ បាយឯលោកគ្រូ តើឥឡូវលឹងកាក់វិញលឹងកាក់មានតែម៉េច លឹងកាក់នឹងប្រែថាលឹងភេទប្រែថាភេទ ដឹងនឹងប្រែថាគ្រឿងបែងចែកសម្គាល់សាម គ្រឿងកំណត់ដែរកំណត់សម្គាល់អី ចាគ្រឿង គ្រឿងបែងចែកថាស័ព្ទនេះជាអីគេជាបងឡឹងទៅជាអថៃឡឹងទៅជាអ្នកបងសកឡឹងទៅណា ចា អញ្ចឹងឡឹងហ្នឹងមានប្រមាណប្រភេទ ច្រឡំលឹងភេទលោកគ្រូ តែប្តីវាយនេះលឹងភេទណា ពងលឹងអត់ឲ្យលឹងអ្នកពងសាក់លឹង មាន3លឹងគឺលឹងអថៃលឹងនិងអ្នកពង អ្នកបងឡឹងហើយក្នុងបណ្ដាទាំង3ឡឹងនេះតើយើងកំពុងតែរៀននៅក្នុងឡឹងមួយណា នៅក្នុងពងលឹង ហើយយើងកំពុងរៀននៅបងឡឹងណាចឹងអថៃឡឹងនេះវាអត់ទាន់ជួបទេនេះអត់ទាន់ជួបទេ ចា ហើយអ្នកបងសកឡឹងយើងនេះក៏មិនទាន់ជួបដែរអញ្ចឹងយើងកំពុងតែរៀននៅក្នុងបងឡឹងហើយនៅក្នុងបងឡឹងហ្នឹងទៀតមានករ៉ាន់ប្រមាណករ៉ាន់ មាន7ករ៉ន ច្រើនមែន អស់ហើយក្នុងច្រឡំ មាន មានមែន មានការ៉ាន់តាមការ៉ាន់ 3ករ៉នអូ មាន5ករ៉ាន់មកហ្នឹង ចា 5ករ៉ នេះ ន បងឡឹងមាន5ករ៉ាន់មានអីគេមានអករ៉ាន់អ៊ីករ៉ាន់អ៊ីករ៉ាន់អ៊ូករ៉ាន់អ៊ូករ៉ាន់អញ្ចឹងហ៎ ឡំមនុស្ស ហើយករ៉ាន់តាក់មានតែមិនករ៉ាន់តាក់ហ្នឹង ករ៉ន ករ៉ាន់មានតែមិនករ៉ាន់ ខាងចុង បាទមានន័យថាមានអក្សរនៅខាងចុងតែអក្សរកន្លែងនេះយើងយកតួស្រៈណា ចា អញ្ចឹងបើសិនបើមានសំឡេងអនៅខាងចុងបានឈ្មោះថា ថាអករ៉ន បើមានសំឡេងអ៊ីនៅខាងចុងបានឈ្មោះថា អ៊ីករ៉ន អេចា បើសិនបើមានអ៊ីនៅខាងចុងបានឈ្មោះថា អ៊ីករ៉ន អ៊ីករ៉ាន់មានអ៊ូនៅខាងចុងឈ្មោះថា អ៊ូករ៉ន មានអ៊ូករ៉ាន់សំដៅមានអ៊ូនៅខាងចុងឈ្មោះថា អ៊ូករ៉នត្រូវដែរ ចុះឥឡូវកៈរុកនេះអីករ៉ាន់ចឹង ការុ គ្រូ ករ៉នណា ករ៉ន អ៊ុការ៉ាន់ អ៊ូករ៉ាន់ហេតុអីបានអ៊ូករ៉ាន់ ព្រោះអីវាមានអ៊ុពីចុង នេះមានប្រាក់អ៊ូមកណា ចា ហើយគាត់ណាគេថារំលៃរុកបាក់ហ្នឹងគេ តែតែមកនេះណាលោកគ្រូ ថាមកវាមានកន្លែងស្រួលវាមានកន្លែងលំបាកនិយាយចឹងបានត្រូវមែនណា ចា ថាពិបាកគ្រប់ទៅមានណារៀនចេះទេបើលំបាកទាំងអស់ចឹងមែនអត់ ចាចេះតែកន្ វា លែង មានកន្លែងថាក៏វាយើងស្រួលដែរមានកន្លែងថាមានលំបាកដែរនិយាយចឹងបានត្រូវតែពេលយើងថាពិបាករៀកបាយយកទាំងអស់ហ្មងបាយស្មើទាំងអស់ហ្មងណាចឹងហ៎អូសួរអីក៏ចេះដែរឥឡូវយើងមើលឌិសេនេះបកថាអីស្អីអីករ៉ាន់អីគេករ៉ាន់ អ៊ីករ៉នណាលោកគ្រូ អ៊ីករ៉ន អ
Ikran អ៊ីឬក៏អ៊ី នេះ nhỉ អាទី2លោកគ្រូអ៊ីក្រាន អ៊ីការ៉នណាអត់មានអ៊ីទេ cha នេះចាំបានអ៊ីខ្ញុំតែឲ្យនេះអ៊ីនេះអ៊ី Để thì cha ចាណាស់បានអ៊ីក្រាន con អាអ៊ីនេះគឺបើយើងគិតទៅសំឡេងសង្កត់តិចបងនេះបងណៃ cha អ៊ីអានេះអ៊ីយើងប្អូន cha សំឡេងទី1អ៊ី y y ហ្នឹងហើយហ្នឹង cầm lên ហ្នឹងហើយ x say x say ចឹងអានេះដោយសារមានអ៊ីនៅខាងចុងនេះអ៊ី cha ចឹងបានឲ្យឈ្មោះថាអ៊ីកា cà rốt អូម៉ាថាវៈធូស្អីគេការ៉ាន់ u cà rốt អ៊ូការ៉ាន់មិនទេ cha cha ហើយនៅក្នុងការ៉ាន់ទាំង5ហ្នឹងឯងយើងកំពុងតែរៀនការ៉ាន់មួយណា ạ cron យើងកំពុងរៀនអក្សរនេះឆ្លងអក្សរតរួចទេណា cha ចឹងទៅវិញឆ្លងអក្សរហើយយើងចូលអ៊ីការ៉ាន់នេះការ៉ាន់ទៅពេលចេញពីអ៊ីការ៉ាន់ហើយយើងចូលអ៊ីការ៉ាន់នេះទៀត cha ពេញពីអ៊ីការ៉ាន់យើងចូលអ៊ូការ៉ាន់នេះទៀត cha ហើយចេញពីអ៊ូការ៉ាន់ចូលអ៊ូការ៉ាន់ណា cha ចឹងឆ្លងអក្សរនេះមិនរួចទេមិនទៅរត់ចោលអស់ហើយ tôi từ chu អីចាំខ្ញុំឲ្យគាត់បងលុយច្រើនទៅគាត់លែងហ៊ានរត់ចោលលុយទេ រត់ចោលអស់ហើយកំដល់អ៊ូការ៉ាន់ គាត់ហ៊ានរត់ចោលលុយគាត់ទេ គាត់ស្ដាយលុយ គាត់ស្ដាយលុយយកលុយច្រើនតិច ខ្ញុំអត់ដឹងថាគាត់ចង់បានអីគេយល់ឬក៏ចង់បានអត់យល់ទេណាបងតែគាត់អត់យល់ខ្លាំងក៏រត់ហើយចឹងយើងអត់តាន់ឆ្លងផុតទេណាយើងអត់តាន់ឆ្លងផុតពងលឹងទេនេះឃើញទេគ្រាន់តែពងលឹងហ្នឹងវាមានដល់តែ5ការ៉នទៀតហើយសូម្បីតែអក្សរនេះសរសេរចុកដៃប៉ុណ្ណឹងហើយដល់អ៊ីការ៉នហ្នឹងប៉ុណ្ណាចឹងហ៎ជន់ធំដល់អ៊ីទៀតប៉ុណ្ណាយើងគិតចឹងណា điểm đây là Mình cái ấy nó khô mà tầm qua này. hiện qua nông sang cũng ác cất chân nào cái đánh khô ក៏មកជួយគូ công thức cất ra ចូលអ្នករស់ស៊ីគេមិនត្រូវគិតមុនចឹងបងគេត្រូវរៀបចំ plan គេរៀបចំអីណាអូខេមិនចឹងគេធ្វើមកកថេមិនទៅទៅ cũng được cất chân បាទ Đặt tập plan đó. ព្រោះអ្នករស់ស៊ីគឺគេធ្វើចឹងគេនាំគ្នាឈឺក្បាលមុនអញ្ចឹងនាំគ្នាគិតចេះនាំគ្នាធ្វើចុះធ្វើអីចឹងទៅពេលរស់ស៊ីខាតមែន khát mèn តែបើអត់គិតអត់អីវិញតាអាហ្នឹងគឺប៉ងឡឹងណាតែពេលអត់ថៃឡឹងក៏ដូចគ្នាដែរបងអត់ថៃឡឹងតែពេលអត់ថៃឡឹងក៏យើងរៀនដែរនេះមាន5ដែរវាមាន A ការ៉នណាតែពី A ការ៉នចប់យើងចូល E ការ៉នតែពីចូល E ការ៉នចូល E ការ៉នតែពីចូល E ការ៉នចូល U ការ៉នមកតាមលំដាប់អញ្ចឹងតែពេលអត់ថៃឡឹងចប់យើងចូលអ្នកប៉ងសកលឹងទៀតអាមកទៀត E អញ្ចឹងទៅណា ចា គ្រាន់តែប៉ុណ្្នឹងណាសម្រាប់អ្នករៀនបាលីគេថាឲ្យ10បន្ទុកចុះ10បន្ទុក Ở thì hiện tập phần năng à. ណាបាន10% Ở đây làឆ្នាំចាប់ទៅមួយ អរគុណ បាទ មួយឆ្នាំ បាន ចាប់ 10%អរគុណណា អាចចាប់មុនទៀតហ่าបើស្អីដល់បើសិនបើអ៊ំបកាយទាំងអស់គ្នាខ្ញុំអាចចាប់ក្រងទីអាចចាប់មុន một năm này là khổ. ចា មិនដល់មួយឆ្នាំទេឲ្យតែចេះទាំងអស់គ្នាហ្នឹង ចាលោកគ្រូ រៀនដល់ទៅ6ថ្ងៃហើយឥឡូវថ្ងៃអាទិត្យហ្នឹងបើមានបងប្អូនណាចង់សូត្រប្រហែលអ្នកអីម៉ាអ្នកកុំឲ្យតនេមាត់គេជួយទៀតជួយឲ្យសូត្រស្និតក៏ឥឡូវសូត្របានច្រើនស្រួលមាត់ខ្លះហ៎ស៊ីរ៉ាអីធូរធូងនៅ Em thua tới ra. ទាំងស្រួលតិចហើយបង ផ្លូវលែណា Tích នៅលាក់តិចនៅលាក់តិច ហើយឥឡូវកាន់ខ្លះហើយ ពេលខ្ញុំថា3អាទិត្យដល់បានថាមួយអាទិត្យចុះផ្លូវលែលាក់បាត់គេថារៀនបល័យអត់ចេះ ណាគេថាមានតែអ្នករៀនអត់ចេះហ្នឹងបានថាណា ai hiện ọt trên nó bờ ọt hiến bán trái mẹ bắt nóng ọt hiến បងអ្នកដែលគេថារៀនបល័យអត់ចេះហ្នឹងបើចង់រកមុខមែនអ្នកដែលគេថារៀនបល័យអត់ចេះហ្នឹងគឺអ្នកដែលរៀនអត់ចេះនឹងឯងមកគេថាយល់អត់តែពេលអ្នករៀនចេះគេមានអីថាបល័យគ្រូរៀនមិនអី ចា គេសូត្រក្ដុងព្រោះសឹងអី ហ្នឹង
បាទថ្ងៃមុនយើងបានរៀនអក្សរពងលឹងណា ចា អក្សរពងលឹងគឺបបាយដោយពរេ រក្សា សំទោពរិស័កស្ដាប់ដើមពរិស័កណា ចា អញ្ចឹងผมស្រួលភាសាបាលីស្ដាប់ណាក៏ដោយឲ្យតែតាអក្សរពងលឹងគឺបបាយដូចសាប់នោះទាំងអស់ឃើញស្រួលទេ ចា បាទដូចពុតធ្លាក់អីឡើយឃើញអក្សរពងលឹងហ៎ធម្មៈអក្សរពងលឹងហ៎ ចា ហ្នឹងហើយប៉ាតាក់ថាបកថាដៃប៉ាតាក់បកថាជើងឃើញមានអក្សរពងលឹងហ៎ ចា អញ្ចឹងបើសិនមកវាជាអក្សរពងលឹងគឺបបាយដូចពរិស័កទាំងអស់ឃើញទេឲ្យតែយើងចេះនេះចាំវិធីបបាយពរិស័កនឹងមួយអញ្ចឹងសាប់ណាឲ្យដល់ជាអក្សរពងលឹងបបាយដូចគ្នាទាំងអស់ឃើញស្រួលអត់ ចាលោកគ្រូ គាត់ថាយើងពិបាកសូត្រចាំអានេះតែមួយទេនេះតែសូត្ររងថ្ងៃទៅចាំហើយមានអីទៅបាទឥឡូវបងសូត្រមួយមើលចង់ស្ដាប់គាត់មួយមើល ចាចាអក្សរពងលឹងបំបែកយ៉ាងពរិស័កប្រុសដូច្នេះបឋមឯកាវចរៈពរិសាអបេហុវចនពរិស័កទុតិយឯកាវចរៈពរិសាំងបេហុវចនៈពរិសេតតិយឯកាវចនៈទេនៈបេហុវចនៈពរិសេទេភីចតថៃឯកាវចៈតតិយឯកាវចនៈពរិសេនៈបេហុវចនៈពរិសេហេពរិសេភីចតថៃឯកាវចនៈពរិសាសៈពរិសាយៈពរិសថាំងបេហុវចនៈពរិសាណាំងបញ្ចបៃឯកាវចនៈពរិសស្មាពរិសម្ហាពរិសាពហុវចនៈពរិសេហេពរិសេភីឆតថៃឯកាវចនៈពរិសាសៈពហុវចនៈពរិសាណាំងសតមៃឯកាពរិសាស្វឹងពរិសម្ហេពរិសេពហុវចនៈពរិសេសោអាលបណៈឯកាវចនៈពរិសាពហុវចនៈពរិសាអរគុណលោកគ្រូ សូត្រត្រូវមកហើយតា អរគុណលោកគ្រូបាញ់គេទេបាញ់គេទេចូលរំខានអរគុណ ហ្នឹងហើយឃើញទៅដល់យើងរៀនទៅយើងនឹងចេះសូត្រហ្នឹងឯងបើយើងអត់ចូលរៀនអត់អីចេះតែខ្លាចសូត្រគឺសូត្រអត់ចេញហ្នឹងឯងទៅបងជិបទេបងស៊ីរ៉ាបងកុំខ្លាចសូត្រទៅខុសអីដបងអីចេះទៅសិនទៅណាធ្លាក់ស្រួលធ្លាក់អីលោកគ្រូ ខុសមានគ្រូ បន្លាយផ្លាយទៅ ខុសមានគ្រូទូចកែដែរអី អត់ទៅអីទេថ្ងៃដំបូងហ្នឹង បាទមានបុគ្គលណាដែលថាមិនចេះខុសបងបាទ ខុសល្អហើយ បាទវាបែរវាទៅត្រូវតែមានខុសហើយមិនចឹងបើមក perfect ហ្មងមិនកើត តែខុសបានត្រូវឯលោកគ្រូ ក្នុងភាសាក្នុងលោកកៃគេនិយាយចឹងលោកកៃមិនចឹងតើខុសសិនមករត់ត្រូវឃើញលោកកៃគេនិយាយចឹង ចា កន្លែងណាបងឯងយកលោកកៃមកគិតមក ចា កន្លែងទៅភ័យទៅគឺគ្មានបានចេញទៅមុខទេនៅទៅភ័យវាសូត្រចូលទៅកុំខ្លាចគេថតកាត់សម្លេងយកបងទៅណាទៅណីគេមិនយកទៅណាទៅណីទេ អាស៊ីរ៉ាអីអាស៊ីរ៉ាចេះថតសូត្រធម្មៈអត់ធម្មៈធម្មោចេះហ៎ ធម្មៈធម្មោ តោះឥឡូវខ្ញុំគិតថាអ៊ំអាចសូត្របានណាអ៊ំណាបានអត់អត់មានអីត្រូវខ្ញុំត្រូវឲ្យសូត្រទៀតទេមែនទេ ចាសូត្របាន អញ្ចឹង ឡា តើឥឡូវចេះវិញខ្ញុំទុកឲ្យពេល 2-3 នាទីក៏មានកន្លែងណាឆ្ងល់ណាបើអត់ឆ្ងល់ទេខ្ញុំនឹងទៅបញ្យល់លំហាត់ម្សិលមិញទៀត ចាបញ្យល់មកលោកគ្រូខ្ញុំអត់យល់ផងម្សិលមិញ អត់យល់ដែរណា ចា អត់ចេះផងតែមិននោះ តោះអញ្ចឹងយើងតោះខ្ញុំសូមចេញទៅបញ្យល់លំហាត់តែមិញណា ចាំសឹងទេណោះ មិនទៅសោតបន្តិចចឹងបាត់ homework ណាអូនេះនឹងបាត់អាចចាស់ទៅអស់ហើយបាទអូអាខាងនេះអាខាងលើនេះមិនចាំបញ្យល់ទៀតទេណាចេះបំបីខ្លួនឯងហើយនេះអានឹងចេះហើយបញ្ហានៅខាងក្រោមនេះហ្នឹងហើយបញ្ហានៅខាងក្រោមហ្នឹង ហាក់សាចាអត់ចេះ អត់ទេណា អត់ចេះហ្មង បាទ អត់ចេះសំខាន់នឹងខាងអត់យល់អត់បានរៀនទីដៃ បើអត់ចេះវាត្រូវទេបងខ្ញុំអត់សូវបារម្ភច្រើនទេបងអត់ឆ្លើយអត់ចេះអ្វីដែលខ្ញុំបារម្ភខ្លាំងបងឆ្លើយថាចេះនោះអត់ទាន់រៀនផងឆ្លើយថាចេះហ្នឹងខ្ញុំបារម្ភតែឥឡូវយើងមុននឹង
ប្រែពាក្យមួយចាញ់យើងត្រូវសង្កេតសិនណាយើងសង្កេតអ្វីដែលយើងបានប្របែកមកសរសេរដោយដៃយើងផ្ទាល់ហ្នឹងយើងចាប់ផ្ដើមរត់ឆាច់មកមិនដឹងឥឡូវយើងចាប់ផ្ដើមមើលពុទ្ធស័កមកនេះតើវាអាចរត់ទៅក្នុងវិភ័តណាព្រោះវិភ័តនាមរបស់យើងមានដល់ទៅ5ពីរវិភ័តណាបឋមាវិភ័តទុតិយាវិភ័តសិវិភ័តចំណុចសិតតិយាវិភ័តចតុដ្ឋីវិភ័តបញ្ចមីវិភ័តឆដ្ឋីវិភ័តសត្តមីវិភ័តនិងអលបណៈអញ្ចឹងជំមើលឆាច់មកកន្លែងហ្នឹងដែលយើងរៀងលំបាកខ្លាំងត្រង់ថាម៉េចពាក្យមួយហ្នឹងទេវាអាចរត់ទៅបានចូលទៅប្រហែលកន្លែង2វាអាចរត់ចូលទៅបានប្រហែល2លោកគ្រូ តិចមែនមិនរត់ទៅចូល2កន្លែង2វិភ័តហើយទៅ2វិភ័តពុទ្ធ ចតុដ្ឋីហើយនឹងឆដ្ឋី ពុទ្ធគាត់ឲ្យឆ្លើយឡើងពុទ្ធស័កនេះមិនខ្ញុំសួរទូទៅឧមាថាស័ព្ទថាពោរិស័កមួយនេះអត់ថាពុទ្ធពុទ្ធធាតពុទ្ធសំដៅពុទ្ធស័ព្ទនេះបើយើងបបែកក្នុងវិភ័តនាមវាអាចរត់ចូលវិភ័តណាខ្លះបាន7វិភ័តវាអាចរត់ចូលបានតែ7វិភ័តមកណាគឺការវាអាចជាបឋមាក៏បានវាអាចជាទុតិយាក៏បានវាអាចជាតតិយាក៏បានវាជាចតុដ្ឋីក៏បានបញ្ញមីក៏បានសត្តមីក៏បានអីចឹងទៅចាប៉ុន្តែយើងមើលស័ព្ទដែលគេឲ្យជាក្នុងប្រយោគនឹងមកតើវាអាចរត់ទៅតាមអ្វីដែលបាននិយាយនឹងមិញអត់នេះពុទ្ធស័កអញ្ចឹងយើងមើលយើងគិតមកពុទ្ធស័កមាននៅកន្លែងណាខ្លះស័កហ្នឹងណាបងណៃចានៅក្នុងចតុដ្ឋីនិងឆដ្ឋីមែនទេចាវាអាចរត់ទៅក្នុងចតុដ្ឋីឬក៏ឆដ្ឋីចាបងស៊ីរាតអត់មកទៅស៊ីរាតាមតិចលោកគ្រូតាមតិចណាបងចាំសូត្រពោរិស័កហ្នឹងតបបានអត់ពោរិស័កបាទបងបើកទំហឹងមើលកន្លែងចតុដ្ឋីមើលមានរូបអីខ្លះនៅក្នុងចតុដ្ឋីពោរិស័កពោរិសាយៈពោរិស័ដ្ឋังអូខេប៉ុណ្្នឹងសិនណាចាចូលឥឡូវនេះពុទ្ធៈនេះមានរូបចឹងអត់មានពោរិស័កនេះចឹងកន្លែងនេះគាត់មិញបងសូត្រនៅក្នុងពោរិអីគេពោរិស័កពោរិស័កមិនចឹងកន្លែងនេះគេគ្រាន់តែដូរស័ព្ទពោរិស័កចេញតានេះដកអានឹងចេញចំនួនដល់គេវិញចំនួនដោយពុទ្ធៈពុទ្ធៈចានេះនៅពុទ្ធៈចាចូលបកន្លែងហ្នឹងខ្ញុំចង់ដូរទៅក៏បានដែរមកដូរប៉ុន្តែដូរហ្នឹងដូរបានតែស័ព្ទដែរវាជាអីគេជាអក្សរពងលឹងទេណាចាជាអក្សរពងលឹងយើងដូរចឹងគេមកពុទ្ធៈទៀតខ្ញុំដាក់ធម្មៈបានទេធម្មៈសាវិញបានលោកគ្រូហ្នឹងហើយវាប៉ុណ្ណឹងដែរតែដូរតែពាក្យនេះចាចឹងនៅពេលឃើញសាសហ្នឹងដឹងតែអីគេបងដឹងតែចតុដ្ឋីហ្នឹងហើយនេះចតុដ្ឋីចុះឆដ្ឋីមានអត់ចឹងបងទៅមើលជួកន្លែងឆដ្ឋីវាមានរូបចឹងដែរអត់មានចឹងនេះហ្នឹងហើយវាអាចប្រព្រឹត្តទៅបានពីរជាចតុដ្ឋីក៏បានឆដ្ឋីក៏បានវារូបដូចគ្នាយល់នៅបងស៊ីរាយល់ខ្លះលោកគ្រូណែយកបានតិចទៀតអញ្ចឹងបើវាចតុដ្ឋីវិភ័តវាមិនមានពាក្យប្រែរបស់គេដែរព្រោះយើងរៀនពាក្យប្រែរបស់វិភ័តហ៎មិនអញ្ចឹងចតុដ្ឋីវិភ័តប្រែថាម៉េចខ្លះចតុដ្ឋីវិភ័តបាត់តែថាដល់ដើម្បីបំរុងហ្នឹងហើយដល់ដើម្បីបំរុងនឹងចំពោះប្រសិនបើវាជាប្រកបនឹងចតុដ្ឋីវិភ័តត្រូវតែប្រែចេញពាក្យមិញហ្នឹងប៉ុន្តែមិនមែនម្ដងប្រែចេញទាំងអស់ហ្នឹងទេប្រែម្ដងយកតែមកពាក្យបានហើយពាក្យណាដែលសំគួរយកពាក្យហ្នឹងទៅពាក្យណាដែលប្រែចេញមកព្រោះក្នុងជាភាសាខ្មែរយើងយកពាក្យហ្នឹងទៅណាមិនមែនឲ្យតែប្រែចេញតែដល់ដើម្បីបំរុងនឹងចំពោះទាំងអស់ហ្នឹងទេ
ប្រែមួយណាក្នុងចំណោមទាំងអស់ហ្នឹង ចា ចុះបើវាជាឆាត់ថៃវិភ័តនេះយើងទៅប្រែថាម៉េចវិញ របស់ហ่ะ នៅ នៃរបស់ការបា នៃ ការ របស់ ជំនុំបណ្ដាល តែបំរុង នៃរបស់ការបើការដែលជំនុំបាន បណ្ដាល កុំច្រឡំសត្វតមីណាសត្វតមីមាននិមិត្តអីទៀតណាជំនុំនិមិត្តបណ្ដាលើទៀតចិត្ត ចា ច្រឡំដែរ ដើម្បីអំឡងនេះ ឆាក់ថ្មី ឃើញតែការចាំហ៎ ចា ចា ទៅកាត់ សំខាន់ ចុះបើអត់ចាំអាហ្នឹងទេប្រែចេញទេ អ អត់សំបីមិនចាំសួរតែប្រែចេញទេសំបីតែមើលរូបនេះអត់ស្គាល់ផងនេះមិនយ៉ាងនេះពុទ្ធសាសនានេះមិនដឹងនៅក្នុងវិភ័តមួយណា តកន្លែងចឹងកន្លែងថាអូនៅខាងចតុថៃឬមួយនៅឆាត់ថៃតែយកមក ហ្នឹង ចា ហ្នឹងព្រោះបើសិនមកវាបឋមារូបវាមិនវិញ បឋមារូបវាសោ កៅ សា អោវិញពុទ្ធ ពុទ្ធអីគេ ពុទ្ធសោ ទៅជា ពុទ្ធោពុទ្ធសាសោស្ដៅវិញ ពុទ្ធនេះដូចថាបកតែយើងនិយាយពុទ្ធសាសពុទ្ធ ពុរិសា ព្រោះសាប់ដើមពុទ្ធៈដែរនេះសាប់ដើមពុទ្ធៈដែរ ចា ច្រឡំ ពុទ្ធ យើងសូត្របឋមាឯកវចនៈពុទ្ធោពហុវចនៈពុទ្ធា មិនយើងបែកដូចពោធិសត្វបឋមាឯកវចនៈពោរិសោ ចា ពហុវចនៈពោរិសាចុះបើវាពុទ្ធៈនឹងវាជារូបតតយាវិញវាមានរូបម៉េច តតយាពុទ្ធ តរិយាវាមានដោវនៅតាមត្រូវ ពុទ្ធេនៈ ណែពុទ្ធេនេះ ចា វិញ ពុទ្ធេនេះអត់ដែរត្រូវអត់ ត្រូវ ពោរិស័យនេះអត់ដូចគ្នា ចាចា បាទចុះបើរូបវាជាបញ្ញមីវិញបញ្ញមីរូបម៉េច បញ្ញមីពុទ្ធ ចាំ ៈស្មា ម៉ា ពុទ្ធា តែម៉ា អីទៀតមក ពុទ្ធៈពុទ្ធស្មាពុទ្ធចំពុទ្ធៈយៈ ពុទ្ធា ពុទ្ធា មានរូប3ណាកន្លែងហ្នឹង ចា រូបមួយណាក៏ហៅថាបញ្ញមីដែរ ចា បញ្ញមី ប៉ុន្តែ ស្មាពុទ្ធៈមហាពុទ្ធៈពុទ្ធា ពុទ្ធា ចា បុទ្ធាបើយើងអាននេះបុទ្ធា ពុទ្ធៈ អមហាអា ពុទ្ធាណាយើងអានតាមខ្មែរស្រួលណាពុទ្ធា ចា ចុះបើសិនមកវាជាសត្វតមីវិភ័តវាមានរូបម៉េច សតមីវិភ័តមានពុទ្ធៈស្មឹង ពុទ្ធៈ ពុទ្ធេ ពុទ្ធថេ បាទតន់ខ្លះណៃ ចាតន ចា នេះ ដេកដក ប៉ុន្ ដេ តែ ក បាទថាម៉េចបង ចាតន់ដេកដកដេកដក ហ្នឹងហើយដោយសារអាភាពដេបដប់ហ្នឹងវាមិនតន់អស់យល់អត់បង ត្រូវ ចា បើបងចង់ឲ្យលែងដេបដប់ធ្វើម៉េចឲ្យធាតអាដេបដប់ហ្នឹងឲ្យអស់សិន ចា ហ្នឹងអត់ ចាំហើយប៉ុន្តែតែវិញព្រោះវាអត់បាស់ ចឹងចង់បានសេចក្តីសុខធ្វើម៉េចចឹង ត្រូវសាងហេតុជាកុសលទៅបានជាហើយពិបាកជាសោក តោះឥឡូវទៅមុខទៀតណាកុំនិយាយបាយទៀតអត់បានចប់ទៅហ្នឹងតោះអញ្ចឹងយើងទៅមុខទៀតណាឥឡូវពុទ្ធៈនេះយើងដឹងថាជាវិភ័តអីខ្លះមិញចតុថៃនិងឆដ្ឋៃឥឡូវយើងស្គាល់ណាពុទ្ធៈកន្លែងហ្នឹង ចា សាវកាមកយកមកបោកជាមួយពុទ្ធិស័កដែរលោកគ្រូ ស្ដាប់អត់បានមិញ តាបកៅតើ សាវកា អូខេសាវកាណាឥឡូវយើងចាប់ផ្ដើមមើលសាវកាទៀតតើវាជាវិភ័តអីគេ បឋមាឯកវចនៈ បឋមាពហុវចនៈ ពុះវចនៈមួយមាត់ហើយនេះគិតផ្សេងនិយាយផ្សេង ខ្ញុំចឹងដែរនឹង ចូលបញ្ញមិក៏មានដែរសាវកា ចាមាន ចាបញ្ញ វចនៈ ចាឥឡូវបញ្ញមិមានអត់ មាន 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 អាទី ហើយមួយណា ចតុថៃក៏មានដែរ បញ្ញមី ឯកវចនៈមាន ទាវសាវៈស្មាសា បញ្ចមីនៅក្នុងឯកវចនៈអ ណែសាវចនៈមានដែរ ចាបញ្ញមីមាន សាវកាណា ចា ចឹងចូលបឋមាឬបញ្ញមិចឹងបើវាមានដូចគ្នាអញ្ចឹងនេះគិតមិញជីក្បាល សាបជាមើលសាបទៀតវាពុទ្ធ ចឹង យៈ អត់យល់
បងណៃជីក្បាលបងមានច្រើនយ៉ាងហ្នឹង ជំរាបសួរក្មួយនិងក្មួយទាំងអស់គ្នាជំរាបសួរ បាទអម ហើយសុំទោសហើយធ្វើខុសនឹងអត់បានចាំចៅវាលុកលាក់ពេកកូនហើយសុំទោស បាទអត់អីទេអមខុសក៏ខ្ញុំអត់ថាអីដែរអមសំខាន់ឲ្យតែបានធ្វើទេខ្ញុំសំខាន់គឺគាត់បានសរសេរបានធ្វើហ្នឹងទេតា អ៊ំនៅក្នុងត្រង់កន្លែងទី7និងទី9អ៊ំអត់ដឹងថាយ៉ាងម៉េចទេត្រង់ហ្នឹង លោកគ្រូខ្ញុំចង់សួរបន្តិចបានទេ បាទអត់អមចេញ ចាចង់សួរថាបឋមាវិធភ័តដែលមានរីយើងអាចអត់ដាក់បានដែរអត់ ដាក់ក៏បានដែរអម ចង់សួរថាយើងមិនបាច់ដាក់រីបានអត់ពេលយើងប្រែ បើសិនបើយើងប្រែលុតយកយើងត្រូវដាក់បើអមប្រែថាអីគេមិញពុតបើយើងប្រែរួមត្មងថាម៉េចសាវៈទាំងឡាយរបស់ ចាសាវៈទាំងឡាយរបស់ព្រះពុទ្ធយើងអត់បាច់ដាក់រីពីមុខណាគ្រូ មិនដាក់ក៏បានណា ចា ព្រោះដោយសារភាសាខ្មែរយើងក៏ពេលយើងនិយាយអត់មានដាក់រីទេយល់អត់ ចាលោកគ្រូ ចា ដោយសារបានគេដាក់រីដោយសារអ្នកប្រាជ្ញខ្មែរយើងដើម្បីដាក់វិភ័តបឋមាក៏រយកពាក្យថារីដាក់ទៅដើម្បីសម្គាល់ថាបមាវិភ័ត ចា ពាក្យថារីហ្នឹងគឺដាក់ទៅសម្គាល់ថាជីវិតជាបឋមាវិភ័តទៅតែដល់ពេលដែលយើងនិយាយគ្នាមែនតើចាំបាច់ដាក់ទេអញ្ចឹងរីបរោះចានៅពេលប្រែលោកយុគយើងត្រូវតែដាក់អញ្ចឹងហើយគ្រូ ហ្នឹងហើយព្រោះក្បួនគេប្រែលោកយុគត្រូវតែដាក់រីហ្មង ចាគុណគ្រូ បាទតាវិកាសៈរីសាវៈទាំងឡាយពុទ្ធសៈរបស់ព្រះសម្មាសម្ពុទ្ធតែដោយសារដំបូងអញ្ចឹងខ្ញុំអត់ចង់ឲ្យតន់ដល់ប្រែលុបយកទេគ្រាន់តែប្រែពាក្យនឹងដែលចេញឲ្យមានសិនមក ដាក់រីទេបានយើងដឹងថាហ្នឹងជាបឋមា អូខេបើដាក់ក៏ដាក់ទៅក៏អត់អីដែរណា ព្រោះយើងតន់ចេះហ៎ ណាដាក់ចោះអត់អីទេដាក់បានដាក់សម្គាល់ខ្លួនឯងទៅណា ចា ដាក់ចំណាំខ្លួនឯងដាក់មិនដាក់ចោះឲ្យតាយល់ខ្លួនឯងចេះខ្លួនឯងណាឧបាយរៀងខ្លួនអាហ្នឹងណា ចា ខ្ញុំអត់ខ្វល់ថាបងធ្វើមិនទេមែនទេធ្វើខុសពីខ្ញុំប្រាប់ក៏បានដែរប៉ុន្តែឲ្យយល់ឲ្យដឹងខ្លួនឯងឲ្យចេះខ្លួនឯងណាខ្ញុំអត់ខ្វល់ពីហេតុធ្វើមិនធ្វើទេខ្ញុំចាំមើលតែលទ្ធផលទេណាលទ្ធផលគឺដឹងតែចេះយល់មិនមែនលទ្ធផលអត់ចេះទេណាលទ្ធផលគឺចេះ ចាលោកគ្រូ ប៉ុន្តែឧបាយនៃការរៀនខ្លួនឯងការធ្វើមិនធ្វើចុះមកសេរីណាព្រោះមានន័យថាម៉េចដោយសារការសន្សំរបស់ហៅថាភាសាស័ព្ទចុះណាតែស័ព្ទវិញថាខ្ញុំថាឲ្យថាស័ព្ទទៀតព្រោះថ្ងៃមុនទទួលស្គាល់តែខ្លួនឯងស័ព្ទគ្រប់គ្នាហើយពីព្រោះអីដោយសារឧបនិស្ស័យរបស់សត្វលោកនឹងគឺខុសគ្នាតបមកខុសគ្នាមិនអញ្ចឹងដូចបងដល់បនិស្ស័យគាត់ផ្សេងអញ្ចឹងទៅបងដល់ស្រេចគាត់បនិស្ស័យគាត់ដល់ស្រេចមិនហឹងទេมันគាត់ចេះ ចា ដូចឧបនិស្ស័យអ្នកខ្លះអត់ទេរៀនស្រេចបាអត់ចាំតរៀនខ្សឹបចាតលោកចា អ្នកខ្លះតរៀនឡៃស្ងាត់អានដាក់ទៅចូលផ្លុកដាក់លួដេកលក់បាត់អ្នកខ្លះតរៀនតមានគ្នារៀនកើតរៀនអត់គ្នារៀនកើតទេឃើញទេហ្នឹងការអន្សំមករៀនខ្លួនធ្វើមិនទេ អ្នកខ្លះរៀនយល់អញ្ចឹងទៅចា អញ្ចឹងអ្នកខ្លះតអីតគ្រូលួងបានរៀនចេះមិនអញ្ចឹងអ្នកខ្លះទៅការផ្លែមទៅហើយបានរៀនដាក់ទៅភ្លុកតែអ្នកខ្លះអត់ទេតដាក់ដបងភុះអីបានគាត់បានយល់អាហ្នឹងវាអញ្ចឹងដែរអញ្ចឹងមិនទេឃើញឧបនិស្ស័យរបស់សត្វច្រើនប្រភេទច្រើនយ៉ាងទេ ចា អញ្ចឹងបានខ្ញុំប្រាប់ថាមិនតាមខ្ញុំក៏បានដែរមិនធ្វើមកឲ្យចេះ លោកគ្រូខ្ញុំតែគឺស្លុតខ្លាំងគឺហ៊ានអត់ចូលហ្មង ណែចេញមកហើយបងឯងខ្ញុំដឹងហើយវាយផងឯងផងខ្ញុំមិនទៅងងទេមិនទេដំបូងគេសៀបស្ទង់ហើយគេសៀបស្ទង់ថាបុគ្គលនឹងមិនផ្លូវចិត្តអាចទទួលយកបានគេដឹងអាហ្នឹង និយាយសួរទៅបានចាំបាច់ចឹងស្អែកតែឥឡូវទៅមុខទៀតណាអញ្ចឹងពុទ្ធស័កនេះក៏បានថាជាចតុដ្ឋីឬក៏ជាឆដ្ឋីហើយសាវកានេះក៏បានថាជាបឋមាវិភ័ត ចា
បឋមាវិភ័តណាប៉ុន្តែក៏វាអាចជាបញ្ញមិយដែរមិញណា ចាត្រូវហើយលោកគ្រូ ចា មិនចឹង ចា ឥឡូវដើម្បីចិត្តយកមួយណាចឹងបើមានដល់តែ2ចឹងនៅមួយមិនអាចមានខ្លា2គាត់តែម៉េច ចូលបឋមាលោកគ្រូ ហេតុអីបានយកបឋមា ព្រោះអី ហូបអីលោកគ្រូ ចឹងណាលោកគ្រូ ណា ព្រោះអី យ វា កហូប យកបឋមាយកបឋមាវិភ័តឲ្យជាសាវករបស់ព្រះពុទ្ធចឹងណាលោកគ្រូវាជា ចុះ សាវ បើ ក យកព្រួតយកបញ្ញមិយអត់បានមែនហេតុអីខ្ញុំចង់ដឹងហេតុផល បញ្ញមិយលោកគ្រូដូចស្ដាប់វាពីរោះ ឲ្យលោកខែហើយអី ឥឡូវសាកមើលចឹងបើយកបញ្ញមិយមួយឲ្យខ្ញុំស្ដាប់មើលចឹងឧបមាទេណា ចា បើយកបញ្ញមិយមើល យកអំពីហើយចា ឥឡូវ អំពីសាវករបស់ព្រះពុទ្ធ ចេញមកឆ្កុយកដាទីមកណាដឹងអីមកអំពីណានោះបាត់ហើយមិនណាដឹងតែខាងដើមនិយាយពីស្អីហងមិនអត់ ចា អំពីចាមកថាចាសាវករបស់ព្រះពុទ្ធចាចេញមកឆ្កុយ តាមអត់បាន ណាមានផងអត់ដឹងរឿងខាងដើមវានិយាយស្អីផងចេញមកចាឆ្កុយអំពីចាជាងហេតុអីហ្នឹងហេតុសាវក របស់ ព្រះពុទ្ធហ្នឹងហើយដូចវាមានដើមរឿងកបាទីអីមក ចា ចឹងបញ្ញមិយមិនគួរមិនបញ្ញមិយកន្លែងនេះគឺមិនស័ក្តិសមឡើយណា ចាអត់សម អ្វីដែលស័ក្តិសមហ្នឹងគឺ បឋមាឯកវចនៈ ធម្មឯក បឋមាអី ពហុវចនៈ បហូវចនៈណា អពហុវ រីសាវកទាំងឡាយរបស់សាវក បឋមាឯកវចនៈប្រែថាម៉េចបឋមាឯកវចនៈ រី សាវកទាំងឡាយ ពាក្យប្រែមិនដាក់ចេះរីមកចុច ចា ទាំងឡាយចឹងអត់ ចា រីសាវកដល់ពុបច្ចនៈសាវកទាំងឡាយ នេះអាចចុចហ្នឹងយើងមើលពាក្យហ្នឹងទៅពាក្យហ្នឹងជាពាក្យអីប្រែពាក្យហ្នឹងមកនេះអញ្ចឹងមករីសាវក ទាំងឡាយ ទាំងឡាយ ចា យល់ខ្លះនៅ យល់ហើយលោកគ្រូ ព្រោះកន្លែងនេះខ្ញុំអត់យល់មិនអីដឹងហ៎ដឹងបកពីខាងណាមកមុនដាក់ដល់យើងបក អូខេតោះនឹងបកពីមុនតាណាតែមុនណា ចាលោកគ្រូយល់ អូខេតាបងឯងធ្វើបញ្យល់បងឯងចេះចិនស្រាប់ចឹងខ្ញុំអត់បាក់បញ្យល់បងឯង បញ្យល់ខ្មែរមកខ្មែរស្ដាប់ផង អត់ទេខ្ញុំបញ្យល់ឲ្យគាត់មួយសិនដើម្បីគាត់យល់បន្តិចសិនកម្មសិទ្ធិនៅក្នុងភាសាចិនគេហៅតើបងមក water ឈៀន 对我的 លុយរបស់ខ្ញុំ 对 ចឹងឃើញពាក្យថាកម្មសិទ្ធិនៅខាងមុខ water 我的 ហ្នឹងហើយរបស់ដែលជាកម្មសិទ្ធិរបស់ឯងនៅខាងក្រៅឈៀនលុយប៉ុណ្ណា 钱对 អានេះដូចគ្នាភាសាបាលីដូចគ្នាកម្មសិទ្ធិដូចគ្នាឥឡូវអានេះទៅណាសាវករបស់ហើយនេះយើងយកឆាត់ថៃណារបស់អីគេ ប្រពុត របស់ព្រះពុទ្ធអញ្ចឹងបើយើងប្រៀបធៀបយើងយកមកប្រៀបធៀបគ្នាពុទ្ធសាវកាណា ចា នេះក្នុងការសរសេរភាសាបាលីគឺសរសេរអញ្ចឹងគេដាក់កម្មសិទ្ធិនៅខាងមុខពុទ្ធសាសនេះយើងយកឆាត់ថៃមិនបោះថារបស់ ចា ដូចបងឯងវអីគេ water អញ្ចឹង ចា ទៀតខ្ញុំមិនសេមកផ្ទៃបាត់ទេអញ្ចឹងមានថាបាទ ចា អញ្ចឹងមានថារបស់កម្មសិទ្ធិយើងដាក់នៅខាងមុខនេះ water យល់អត់នេះ ចា ហើយរបស់ដែលជាកម្មសិទ្ធិរបស់គេយើងដាក់ខាងក្រោយមកអានេះមិនលុយមិញ ចា钱 បាទលុយរបស់ខ្ញុំយើងបកថយក្រោយ នេះ មិនកន្លែងនេះតែប៉ាត់ឈៀន ចាមិនយើងបកថាខ្ញុំរបស់លុយឯង មែនទេ ចា គឺបច្រាស់ដូចភាសាចិនដែរកន្លែងហ្នឹងណានេះ ចា បកថយក្រោយចឹងមក ទៅឈៀន ណាលុយរបស់ខ្ញុំ ចា អាខាងលើដូចគ្នានេះសាវកអីគេបកថយក្រោយមកនេះសាវក សាវក មិនចឹងសាវករបស់ របស់ពុទ្ធ ហ្នឹងហើយឃើញដូចគ្នាណា ចា ជាព្រះពុទ្ធជា
ចាអាវៈ ចឹងមានថាអត់តាមដាប់ទេណាបងតិចតែច្រឡំទៅតាមលំដាប់ទៀតខបាត់ហើយតិចបកថាអីគេរបស់យើងបោះយើងបកដេញពុទ្ធសាសនារបស់ព្រះពុទ្ធសាវកៈរីសាវកទាំងឡាយស្ដាប់បានទេអត់បាន អត់បានហ្នឹងហើយចឹងយើងបកថយក្រោយ សាវកទាំងឡាយរបស់ពុទ្ធ ហើយបងចំណាំមួយទៀតណាចំណាំតិចមើលចំណាំបត់ដែលប្រកបដោយបឋមាវិផុតប្រែមុនចំណាំនៅតិច អូ នៅតុកន្លែងហ្នឹងមួយណា ចា ចា ឲ្យតែបឋមាបកមុន ណាបឋមាប្រែមុន ចា បឋមាប្រែមុនបឋមាវិផុតនៅចំណាំតិចមួយ មុន យកតិចនៅបង ចា ចាយកលើលោក វាផ្ទុយពីភាសាខ្មែរយើងឃើញទេនេះឥឡូវយើងប្រៀបធៀបភាសាខ្មែរយើងនៅកន្លែងនេះជាមួយនឹងភាសាបាលីតែបើជាមួយភាសាចិនដូចគ្នាណាតម្រង់វាបង ចា តែបើភាសាខ្មែរយើងប្រច្រាស់គ្នានេះភាសាបាលីគេមិនសរសេរថាពុទ្ធសាសនាសាវកាតែបើយើងមើលលំដាប់នៃភាសាឃើញខុសគ្នាទេ ចាខុសគ្នា នេះពុទ្ធសាសនានៅក្នុងភាសាបាលីសេមុនតែមកភាសាខ្មែរយើងនៅខាងក្រោយ នៅខាងក្រោយ ចា តែសាវកានេះនៅខាងក្រោយប៉ុន្តែនៅពេលភាសាខ្មែរយើងមកខាងមុខវិញចឹងទីតាំងខុសគ្នាដែរ ចា យល់អត់បង ចា យល់ តែកុំឲ្យមានការភ័ន្តច្រឡំរឿងមុខក្រោយនៅតុកមួយបឋមាវិផុតប្រែមុនយល់អត់ ចា ចង់ឲ្យមុខក្រោយមុខអីក៏ដោយឲ្យតែបឋមាវិផុតប្រែមុន ចា យល់ណាបង ចា ចឹងនៅពេលហ្នឹងបងឈប់គិតពីទីតាំងទៅកាលណាឈប់បើកាលណាបងគិតនៅទីតាំងអាចភ័ន្តច្រឡំគ្នាអាចងាយច្រឡំអញ្ចឹងខ្ញុំឲ្យចំណុចមួយជារួមបើសិនមកបឋមាវិផុតប្រែមុនអញ្ចឹងឈប់ពណ៌ពីទីតាំង ចាលោកគ្រូអរគុណ ចង់វានៅកណ្ដាលដល់វានៅដើមដល់ក៏ត្រូវប្រែមុនដែរឲ្យក្មួយ បានចង់ឲ្យនៅណាកន្លែងណាកន្លែងនៅណា ទៀតគេយកមកមុន តាំងកន្លែងនេះដោយសារខ្ញុំគិតថាអមវគ្គថ្មីអញ្ចឹងខ្ញុំទុកចិត្តដាក់នៅតាមដាប់ក្មេងៗរៀនសិនទៅអត់ទាន់ហ៊ានដាក់ច្រឡុកច្រឡំទីតាំងទេ ចាស់ក៏មិនទាន់បានច្បាស់ដែរកូនហើយ បាទដោយសារអីដោយសារភាសាបាលីគេអត់គិតលើទីតាំងទេជាធំទេ ចាកូនចា គេគិតលើវិភ័តជាធំ ចាបានរៀនមកជាមួយពួកឯងដូចអ៊ំបានប្រែច្រើនដែរបានយល់ច្រើនដែរ តែឥឡូវយើងឈប់ទី1នេះចាប់បានខ្លះនៅបងជាតាដែលមិនសើមិញថាមិនបានអីសោះឥឡូវនេះបានខ្លះនៅ នឹងបានខ្លះលោកគ្រូ បានខ្លះហើយអញ្ចឹងតិចទៀតស្រួលនិយាយគ្នាបងឥឡូវនេះតឹងស្បៃកដាក់គ្នាសិនណាបងណា ចា នេះយកខ្ញុំនិយាយអត់យកខ្ញុំនិយាយអត់ស្រួលនិយាយគ្នារបស់ខ្ញុំហ្នឹងចង់ឲ្យថាបងឯងទាំងយល់ជាងមុនបន្តិចនឹងស្រួលនិយាយហ្នឹងចង់អញ្ចឹងតែតិចទៀតស្រួលនិយាយគ្នាគឺយល់ច្រើនហ្នឹងគឺស្រួលនិយាយគ្នាហើយខ្ញុំមកទៅតឹងស្បៃកទេបងណា ចា ឥឡូវចូលដល់លេខ2តិចទៀតក៏យកលេខ2មកមួយទៀតមកក៏អាចយកណាឥឡូវធម្មមេក្នុងវិផុតអីគេធម្មមេ ក្នុងមេ តតិយាអេបុំ សត្វតមី ធម្មមេ អត់ទេ ហ្នឹងទុតិយាឯកវចនៈពុះវចនៈពុះវចនៈ ពហុវចនៈណាអញ្ចឹងវាអាចមានទុតិយាពហុដែរណា ចា មានអីទៀតអត់ ហើយនៅ សត្វតមីឯកវចនៈ អញ្ចឹងសួរថាធម្មមេនេះគួរតែប្រែមុនមែន ចាធំ ឥឡូវធម្មមេនេះប្រែមុនបានអត់នេះ អត់ទេ បានទេ អីបានអត់បានអី ផង យកវាអត់មាន យើងត្រូវបឋមាវិផុតប្រែមុន ហ្នឹងហើយអញ្ចឹងប្រែមិនបានក៏ព្រោះតែធម្មមេមិនមែនជាបឋមាវិផុត អញ្ចឹងដល់តែធម្មមេប្រែក្រោយហើយបើវាមានតែ2បន់អញ្ចឹងអត់ធម្មមេដល់ប្រែក្រោយមកហើយតែប្រែមុនខុសហ្មងយល់ទេ ចាយល់ អញ្ចឹងភាសាតោនោះដាច់ខាត់ដល់បឋមាហ្មងយល់អត់ ចាបឋមា មកឲ្យភាសាតោ
បើវាមិនបឋមាមិនដឹងតែប្រែណាមុនទេបើអត់មានអីសម្គាល់ផង ចា អញ្ចឹងប្រកាសជាបឋមា 100% ហ៎បង ចា កុំគិតច្រើនណាភាសាតបងថាម៉េចភាសាត រីសេចក្តី ជ្រះថ្លា រីសេចក្តី ជ្រះថ្លា រីសេចក្តីជ្រះថ្លាណា ចា រីសេចក្តីជ្រះថ្លាជ្រះថ្លានេះជ្រះថ្លាហ្មង ចាថ្លាក្នុង ក្នុងព្រះធម៌ ព្រះធ ក្នុង ម៌ ព្រះធម៌ ព្រោះមិញវាមានទុតិយាក៏មានដែរណាសត្វតមីក៏មានឥឡូវយកមួយណាអញ្ចឹងបើមានដល់ទុតិយាផងសត្វតមីផង យកសត្វតំបៃ បាទ យកសត្វតំបន់ ក្នុងព្រះធម៌ រស់នៅក្នុង ព្រះធម៌វិញណា ចា បើក្នុងយកបើក្នុងនិយាយទៅស្ដាប់បានយកក្នុងទៅខ្ញុំមានថាស្អីមិនអញ្ចឹង ចា អញ្ចឹងបើយកក្នុងមានថាវាជាសត្វតមីវិញហើយ ចា យល់អត់ ចា បើបងទៅដាក់ព្រះបងហ៎បងនេះបងណៃឆ្ងល់ទៅចំបកតធសោះមិនបងចេញព្រះដាក់ធចុះកុំឲ្យគាត់ឆ្ងល់ច្រើនចាំឲ្យគាត់បានព័ត៌មានច្រើនចាំយើងផ្សេងមិនក៏បានដែរ ក្នុងព្រះធ ពេល ម៌ នេះយើង រោប អញ្ចឹងសេចក្តីជ្រះថ្លាក្នុងធម៌សាបានណាប៉ុណ្ណឹង បាន សាបានយកទៅអញ្ចឹងសេចក្តីជ្រះថ្លាក្នុងធម៌មិនទៅមានន័យថាមិនទៅ ស្ដាប់ព្រះធម៌ឲ្យជ្រះថ្លា ស្ដាប់យល់ហើយបានជ្រះថ្លាបានបើស្ដាប់យល់បានជ្រះថ្លាមិនដឹង ជាជានៅក្នុងធម៌ ជ្រះថ្លាក្នុងធម៌របស់ព្រះសម្មាសម្ពុទ្ធ ហើយដែរលោកគ្រូ តួនេះសេចក្តីជ្រះថ្លានេះបើយើងនិយាយអង្គធម៌បានដល់អីគេអញ្ចឹង សទ្ធា តាមនោះហើយមួយសទ្ធា បាទ សទ្ធា ជ្រះថ្លា ស្អីគេដែលញ៉ាំឲ្យយើងជ្រះថ្លានឹងស្អីគេតួសភាវៈមួយណាមិនអញ្ចឹង សទ្ធា សទ្ធាជាតសឹកមិនណា ចា សទ្ធាចិត្តស័ក សទ្ធាជាតសឹកដែលជឿលើជ្រះថ្លាក្នុងប្រវត្តិនត្រ័យណោះ ចា គាត់រតនត្រ័យ មា មាន ន កម្មរបស់សត្វអញ្ចឹងទៅផលរបស់កម្មជឿថាធម៌ហ្នឹងកាលណារៀនទៅពិតជាជួយយើងមែនមែនទេជួយយើងមែនអត់ពេលយើងសិក្សាធម៌ទៅជួយក្នុងជីវិតយើងបានច្រើនអត់ បានច្រើន ហ្នឹងហើយនៅពេលដែលសេចក្តីជ្រះថ្លាដែលតួជាសឹកនេះនៅពេលដែលវាកើតនៅក្នុងអកុសលបានទេ អត់ទេ អញ្ចឹងសទ្ធាជាសឹកហ្នឹងវាមិនជាសោភណៈជាសឹក ចា អញ្ចឹងសោភណៈជាសឹកនៅពេលដែលវាកើតនៅក្នុងចិត្តណាខ្លះ ក្នុងមហាកុសល8ដួង ណា មហាកុ ឥ ស ឡូវ ល សទ្ធាជាសឹកតែនៅពេលដែលវាកើតបានវាអាចកើតនៅក្នុងចិត្តបានប្រហែលដួង បាន21ដួង ចិត្តភេង ចិត្តសឹក38 ការក្នុងចិត្តបាន59ដួង ចិត្ត59ដួង 21ក៏ចិត្តគ្រូ គេសួរមិញសទ្ធាជាសឹកហ្នឹងទៅពេលវាកើតបានក្នុងចិត្តបានប្រហែលដួងគេសួរចឹងតាគេមិនបានគិតថាកុសលមិនកុសលណា ចា ក្នុងចិត្តបានតែ1ដួងទេ តាមដួងសំ ដួងបង ឧបសមនោះ ដួងបាន59លោកគ្រូ 59ចា នៅក្នុងបាលីរបស់ព្រះរដ្ឋាចារ្យបានប្រាប់ហើយគេថាម៉េចគេថាសោបនេស្វេវៈសោបណារីជាសឹករីសោបនៈចិត្តសឹកទាំងឡាយយុទ្ធចន្ទរមែងប្រកបសោបនេស្វេសោបនេសុក្នុងចិត្តក្នុងសោបនៈចិត្តទាំងឡាយអញ្ចឹងសោបនៈចិត្តទាំងឡាយមានប្រមាណសោបនៈចិត្តទាំងអស់ 59 59អញ្ចឹងគឺកើតបានទាំងអស់ហ្នឹង ចា អញ្ចឹងចិត្ត59ហ្នឹងវាជាមានអកុសលក្នុងហ្នឹងអត់ អត់មានទេ មានទេលោកគ្រូ បានច្រើនទៅណា ចា តាបន្តទីលេខ3នេះដល់ម៉ោងហើយដឹងហើយយើងអូ40ហើយចាំមួយទៀតណាទី តាម តើឥឡូវយើងមើលលេខ3សិក្សាណាំងអាចារ្យោណាឥឡូវចាំដើមមើលវិពតវាទៅណាវិពតណាខ្លះ បឋមាប្រែមុន ប្រែមុន បឋមាប្រែមុនតាសិក្សាហ្នឹងឡើងវិពតអីគេសិក្សាហ្នឹង សិក្សាណាំងវិភ័តមាន ចាក់ថៃផងហ៎ ថៃក៏មានថៃទៅហូបអត់ថៃនឹងឆាត់ថៃក៏មានដែរ ប៉ុន្តែនៅក្នុងអេកវចនៈឬពុវចនៈ
ពហូអី អេក៏បាច់ចំណាក់ ចាំអត់បាច់ ហូបចំណា សាណាហេ អេណាំងសានណាតែណាក់លោក ចឹងសូត្របរិស័ទហ្នឹងឲ្យស្ទាត់ណាឲ្យស្ទាត់មែនតើណាអត់តស្ទាត់ទេនេះមកទៅសួរអត់តដឹងណែចឹងសូត្រឲ្យស្ទាត់សូត្ររាល់ថ្ងៃណាសូត្រឲ្យសូត្រទៀតសូត្រឲ្យសូត្រទៀតសូត្រឲ្យសូត្រទៀត ចា សូត្ររហូតដល់ឃើញគាត់ឃើញស្ដាប់នេះអូអានេះវិពតនេះតានេះអានេះវិពតនេះតានេះចឹងណា ចា ហ្នឹងបន្តសូត្រទៀតអត់អីទេណា ចា ចឹងសិស្សសាណាងហ្នឹងនៅក្នុងចតុថ័យឬក៏ឆត្តថ័យវិផតបហូវាចចណាចុះអាចរិយោហ្នឹងវិផតអីគេ បឋមា បឋមាឯកវចនៈ ចឹងប្រែមុនទៀតណា ចារី ចឹងបើថាម៉េចរី រីអាចារ្យ រីអាចារ្យ អស់សិស្សទាំងឡាយ របស់សិស្សទាំងឡាយ ព្រោះសិស្សសាណាងនេះវាអាចជាចតុថ័យណា ចា ចតុថ័យប្រែថាម៉េចខ្លះដល់ដើម្បីបំរុងនឹងចំពោះ ចា ឧបមាថារីអាចារ្យដល់សិស្សទាំងឡាយស្ដាប់បានទេមកយើងយកចតុថ័យ ដល់សិស្សទាំងឡាយ ចាតែ ទៅតំណហ្នឹងកូនរីអា ទៅ ចារ្យ តំណងតំណងអត់យកទេកុំយកចឹង ចា រីអាចារ្យ គ្រូ ណា របស់ របស់សិស្សចា ណាដាក់មករបស់ របស់សិស្ស រីអាចារ្យរបស់សិស្សទាំងឡាយ ហ្នឹងហើយរីអាចារ្យរបស់សិស្សទាំងឡាយនេះស្ដាប់បានប៉ុណ្ណោះ ចា យកអាហ្នឹងមកចឹងកុំទៅឆ្ងល់ឲ្យទៅឃើញតម្រងចឹងដឹងតែអាក្រោយនេះឆាត់ថៃហើយដឹងតែតើហើយបងដល់តើ នីតើ នេះតើថាតើឡៅឈឺតើយ៉ាងមក ខ្ញុំចេះដាក់តើ ឥឡូវសាកលេខ4ទៀតមើលតើមានតើទៀតអត់មានរបស់ទៀតអត់ ទី4អចរិយាស័កអចរិយាស័កនៅក្នុងចតុថ័យ ចតុថ័យក៏មានចតុថ័យឆាត់ថ័យក៏មានដែរមិនអត់ ថៃក៏មាន មានពីរដូចគ្នាទៀតដែរ ចា ចឹងដឹងតែមិនប្រែមុនអាហ្នឹងដឹងតែប្រែក្រោយគេទៀតអានេះមកប្រែក្រោយហើយព្រោះមិនបឋមា ប៉ាទីជើង យកប៉ាអូនេះដោយសារខ្ញុំទេពុនបល័យចឹងទៅនេះចឹងរៀនស្មមកហើយទៅអានេះគឺអក្សរបណា អូបលោកគ្រូចា ហ្នឹង ប៉ាទា ប៉ាទីត្រូវ ហ្នឹងហើយយើងរៀនស្មមកហើយទៅណា ចាប៉ាតាក់បាននេះថាជើង ជើងប៉ុន្តែវាមានស្អាទៀតប៉ាទា ចា ជើងទាំងឡាយ អូខេរីជើងទាំងឡាយមិនអត់ព្រោះវាបហូវចនា ចានិយាយតាមត្រង់ប៉ាទាហ្នឹងនឹងស្អីតទៅបើកសភៅអត់ដឹង អីទេបងមិនទាន់ចាំសាប់ផងចឹងគាត់ទៅមុខទេរៀនដល់វាយចាំសាប់ហ្នឹងមិនទៅមុខតិចទៀតបើមិនទាន់ចាំទៅមុខណាមិនកើតចឹងរីជើងទាំងឡាយ ចារបស់អា រ ចា បោះ រ្យ ទៀតបងតើទៀតនេះរបស់អីគេ របស់អាចារ្យ បាទអាចារ្យ អាចារ្យ ចាតើណាខ្ញុំចេះដែរណាណៃ ចឹងតើហ្នឹងគឺស្មើនឹងគេឆាត់ថៃវិផតហ្នឹងឯងរបស់ហ្នឹងឯង ចា និយាយប្រៀបធៀបចឹងអាចយល់ហ្នឹងថ្ងៃងាយយល់ ចា គឺងាយយល់ចឹងយល់បានខ្លះៗណាឥឡូវតលំហាត់ប្រហែលនេះសាកមើលសាកខ្លួនឯងកើតអត់ហើយដល់ទៅតឲ្យបញ្យល់មួយពីរទៀត អាចបាន ស៊ីម៉ោងអ៊ំបងឯង អូខេចឹងប៉ុណ្ណឹងសោះណា ចា ចឹងយប់ហ្នឹងយើងសាករៀនធ្វើទៅ1 2 1 2ឲ្យតែបានយកដែរខ្ញុំក៏យកដែរ1 2អីហ៎ ចា គ្រូតម្លាក់លំហាត់នឹងចូលក្រុមផង